បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាខ្ញុំបាទមួងណារ៉េតថ្ងៃនេះគឺជាថ្ងៃសៅរ៍ហើយម៉ោងនេះម៉ោង9ព្រឹកជាងទៅហើយនៅឯទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាការផ្សាយផ្ទាល់នេះតាមពិតដោយសារតែមានព័ត៌មានមួយដែលខ្ញុំចង់ជម្រាបអញ្ជើញបងប្អូនផងដែរជាព័ត៌មានសម្រាប់ជួយគាំទ្រដល់ក្រមចលនាខ្មែរដើម្បីប្រជាធិបតេយ្យពួកគាត់រៀបចំពិធីគម្រប់ខួប1ឆ្នាំរបស់គាត់ដែលរៀបចំទៅនៅទីក្រុងឡុងបិចរបស់យើងពិធីរបស់គាត់នេះគឺធ្វើនៅថ្ងៃអាទិត្យបងប្អូនដែលមិនមានអ្វីដែលដូចថាមិនទាន់មានការវិភាគណាមួយហើយក៏ចង់ចូលរួមគាំទ្រកិច្ចប្រជុំរបស់គាត់ចង់ស្ដាប់មើលតើសកម្មភាពរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យឬហៅថា KMD ដែលរៀបចំឡើងមកមួយឆ្នាំនេះហើយគាត់មានលទ្ធផលយ៉ាងណាដែរគាត់បានធ្វើអីគេខ្លះនៅក្នុងកិច្ចការងារសង្គមក្នុងការជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យបញ្ហាដែលកើតឡើងនៅប្រទេសកម្ពុជាអីហ្នឹងបាទនេះគឺជាឱកាសដែលល្អដែរដើម្បីបងប្អូនទី1គឺបានទៅចូលរួមស្ដាប់ប្រសាសន៍របស់ពួកគាត់ដើម្បីរាយការណ៍ជូនសហគមន៍អំពីសកម្មភាពរបស់ពួកគាត់បានធ្វើខ្ញុំផ្សាយនេះគឺខ្ញុំគ្មានចំណាយអីណាមួយនៅក្នុងអង្គការ KMD ឬក៏ចលនាខ្មែរដើម្បីប្រជាធិបតេយ្យទេមិនមែនជាសមាជិកមិនមែនជាសកម្មជនហើយក៏មិនមែនជាក្រុមអ្នកផ្សព្វផ្សាយឲ្យខាងអង្គការនេះដែរក៏ប៉ុន្តែដោយសារតែឡុងបិចគឺជាទឹកដីរបស់ខ្ញុំទៅហើយនិយាយទៅខ្ញុំជាម្ចាស់ផ្ទះឥឡូវមានភ្ញៀវគាត់អញ្ជើញមកលេងបាទមកលេងដល់ទីក្រុងឡុងបិចដ៏ស្រស់បំព្រងល្អផូរផង់ហើយក៏អរគុណបងប្អូនខាងចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែរដែលជ្រើសរើសទីក្រុងឡុងបិចជាទីតាំងសម្រាប់រៀបចំពិធីរបស់បងប្អូននៅថ្ងៃស្អែកនោះបាទស្អែកបើបងប្អូនណាទំនេរឬក៏រវល់ល្មមហើយចង់ឆ្លៀតចូលស្ដាប់កិច្ចការរបាយការណ៍និងអាចជួបមហាគ្រួសារខ្មែរទទួលទានអាហារជុំគ្នាមានពិធីកំសាន្តសប្បាយផងពិធីស្ដាប់សារពិសេសពីថ្នាក់ដឹកនាំពីក្រមចលនាខ្មែរដើម្បីប្រជាធិបតេយ្យផងក៏សូមអញ្ជើញឮសូរថាអ្នកស្រីមូសុហួរគឺគាត់ក៏បានចូលរួមនៅក្នុងកម្មវិធីហើយក៏មានយុវជនឆ្នាំមួយចំនួនទៀតដែលបងប្អូនធ្លាប់ឮនៅក្នុងបណ្ដាញផ្សព្វផ្សាយហ្នឹងក៏បានចូលរួមក៏នឹងចូលរួមជាវាគ្មិនហើយក៏មានវាគ្មិនជាជនបរទេសពី3នាក់ដែរដើម្បីឡើងមកថ្លែងសារពន្យល់អំពីការតស៊ូស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទាមទារសិទ្ធិសេរីភាពដោះស្រាយបញ្ហាអយុត្តិធម៌នៅសង្គមអីផ្សេងទៀតដែលមកចូលរួមនៅក្នុងពិធីនេះដែរពិធីនេះប្រព្រឹត្តទៅនៅម៉ោង12កន្លះបងប្អូនពីម៉ោង12កន្លះដល់ម៉ោង6បាទ12កន្លះថ្ងៃត្រង់ហ្នឹងគឺដល់ម៉ោង6ល្ងាចហើយទីតាំងនៅឯណាដែរបងប្អូនគឺអាគារលេខ51 55 East Pacific Coast Highway បាទនៅតំបន់ Long Beach របស់យើងនៅភាគខាងកើតបាទបងប្អូនកត់ address នេះទៅគឺលេខ51 55 East Pacific Coast Highway បងប្អូនអាចចូលរួមបានពីម៉ោង12កន្លះដល់ម៉ោង4សំទោសមិនម៉ោង6ទេ12កន្លះដល់ម៉ោង4រសៀលសម្រាប់ពិធីជួបជុំស្ដាប់របាយការណ៍ពួកគាត់ហើយចាប់ពីម៉ោងល្ងាចទៅហ្នឹងក៏ក្រោយកិច្ចប្រជុំហ្នឹងក៏មានពិធីទទួលទានអាហារជាមហាគ្រួសារខ្មែរមានពិធីរំកំសាន្តអីយ៉ាងសប្បាយរីករាយដោយឥតគិតថ្លៃផងសម្រាប់បងប្អូនដែលចូលរួមដូច្នេះយើងមិនអាចដូចថាបងប្អូនមិនបានចូលរួមអីបានច្រើនសម្រាប់ជួយអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះទេប៉ុន្តែសមានចិត្តរបស់បងប្អូននៅក្នុងការចូលរួមកម្មវិធីរបស់ពួកគាត់គ្រាន់តែអង្គុយទៅស្ដាប់ថាតើគាត់រាយការណ៍ជូនបងប្អូនពីអ្វីខ្លះដែលគាត់បានធ្វើក្នុងរយៈពេល1ឆ្នាំចាត់ទុកថាជាការលើកទឹកចិត្តដល់ពួកគាត់យ៉ាងសម្បើមទៅហើយខ្ញុំមិនជឿថាបងប្អូនខ្លះចេះចោទថាក្រុមអង្គការឬក៏ក្រុមចលនាអីណាមួយហ្នឹងគឺតែជួបគ្នាម្ដងនាំគ្នាបបោលតែស្រោមសបុតអីអញ្ចឹងដើម្បីប្រយោជន៍កប៉ៅខ្លួនឯង
ពេលខ្លះក៏យើងផ្ដល់ភាពអយុត្តិធម៌ដល់ពួកគាត់ដែរធម្មតាឲ្យតែមានព្រឹត្តិការណ៍អីបងប្អូនខ្មែរយើងមានសមានចិត្តគ្រប់តែគ្នាចង់ចូលរួមវិភាគទានម្នាក់$10 $5តាមសទ្ធាជ្រះថ្លាអីចឹងហើយបើមិនឲ្យពួកគាត់រៀបចំជាពិធីនឹងដើម្បីបានថវិកាបច្ច័យខ្លះទៅតាមសទ្ធាបងប្អូនតើឲ្យគាត់ធ្វើអីយកលុយស្ងាត់ដាក់នៅក្នុងហប៉ៅហើយចាត់ទុកថាពួកគាត់មានអំពើពុករលួយគឺយ៉ាងម៉េចបើគាត់ដាក់អីអង្គាសលុយជាចំហសាធារណៈនេះយើងលើកទឹកចិត្តឲ្យគាត់ធ្វើទៅហើយនេះជាសមានចិត្តរបស់បងប្អូនទេគ្មាននរណាបង្ខំផងហ្នឹងបងប្អូនទៅចូលបរិច្ចាគអីដើម្បីជួយពួកគាត់អាហ្នឹងគឺជាសមានចិត្តសទ្ធារបស់ពួកបងប្អូនក្រុមអំពូមីងពូហើយក៏មិនច្រើនអីដែរ$5 $10សម្រាប់នៅសហរដ្ឋអាមេរិកកាទៀវមួយចាន3 10 $5 10ទៅហើយហ្នឹងដូច្នេះវាតិចតួចទេហើយមួយឆ្នាំធ្វើម្ដងហ្នឹងបងប្អូនយើងជួយគ្នាម្ដាយមួយជើងអញ្ចឹងទៅដើម្បីសិទ្ធិអ្នកស្ម័គ្រចិត្តសិទ្ធិអ្នកអីហ្នឹងមិនមានប្រាក់វាវត្តឯណាទេហើយការដែលជួយបងប្អូននេះគឺដូចថាជួយទៅស្ដាប់គាត់មើលឲ្យសួរសំណួរគាត់ផងគាត់ធ្វើអីគេមួយឆ្នាំហើយហ្នឹងឮសូរតែចលនានេះចលនានោះតើវាបានផលអីគេខ្លះស្ដាប់គាត់ទៅជួនកាលកុំឲ្យឮតែប្រព័ន្ធផ្សព្វផ្សាយដតីទៀតតែយើងមិនបានស្ដាប់ផ្ទាល់យើងចូលទៅសួរគាត់ផ្ទាល់ទៅគឺបើកទូលាយសាធារណៈទាំងបងប្អូនគណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចគណៈបកអីក៏ដោយដែលបងប្អូនចង់ដឹងរឿងមែនតើទៅសួរពួកគាត់ទៅស្ដាប់ពួកគាត់មើលតែគាត់និយាយអីតែខ្ញុំដឹងថាចលនាប្រជាធិបតេយ្យខ្មែរដើម្បីប្រជាធិបតេយ្យឬ KMD នេះគឺគាត់បានប្រឹងប្រែងធ្វើការច្រើនពួកគាត់ដែរមានក្រុមយុវជនក្រុមអីហ្នឹងនៅក្នុងការបណ្ដុះបណ្ដាលយុវជនទូទាំងប្រទេសហើយរៀបចំជាសមាជជាអីដើម្បីទាមទារបញ្ហារឿងកោះគុតបញ្ហារឿងដែនសមុទ្រខ្មែរឬក៏អីលាក់នឹងលាក់នោះខ្ញុំជឿថាពួកគាត់ខំប្រឹងប្រែងបានមួយចំនួនធំដែរព្រោះធ្វើអីបានបើនៅស្រុកខ្មែរយើងធ្វើអីក៏តាមបានងើបមួយវាយមួយមិនអញ្ចឹងដូច្នេះបើមានចលនាណាមួយដើម្បីខ្មែរដើម្បីឲ្យមានសន្ទុះអីយើងនាំគ្នាជួយគ្នាបន្តិចទៅហើយកុំនាំគ្នាទាញគ្នាក្តិចត្រួយគ្នាយើងមិនបានជួយជោគជួយចែវក៏យើងកុំយកជើងរាទឹកមិនអញ្ចឹងណាហើយបើសិនជាមានឱកាសបងប្អូននៅឡុងបិចជើញចូលរួមទាំងអស់គ្នាបងប្អូនណាម៉ោង12កន្លះដល់ម៉ោង4រសៀលនៅថ្ងៃអាទិត្យទី30ខែមីនាឆ្នាំ2025គឺស្អែកនេះនៅឯទីក្រុងឡុងបិចគឺអគារលេខ51 55 East Pacific Coast Highway គឺផ្លូវPacific Highway course ហ្នឹងនៅតំបន់ភាគខាងកើតបន្តិចចុះទៅនឹងចិត្តម្ដុំវងមូលPacific Coast Highway ហ្នឹងបងប្អូននឹងបានចូលរួមនៅក្នុងកម្មវិធីនេះជួបជុំជាមួយនឹងវាគ្មិនជាច្រើនដែលឡើងមករាយការណ៍អំពីខួប1ឆ្នាំនៃចលនារបស់ពួកគាត់ហើយនឹងបានទទួលទានអាហារឆ្ងាញ់ហើយក៏ប្រស្រ័យតាក់ទងគ្នាជាមួយបងប្អូននៅទីក្រុងឡុងបិចផងដែរខ្ញុំមិនមានអីវែងឆ្ងាយជាងនេះទេគ្រាន់តែថាខ្ញុំជាខ្មែរម្នាក់ក៏ខ្ញុំរីករាយដែរដែលឃើញមានបងប្អូនបដិបដាលយុវជនធ្វើការតស៊ូមតិដោយអហិង្សាតាមគ្រប់ទិសទីជួបមន្ត្រីការបរទេសឬក៏ទៅក្រសួងនេះក្រសួងនោះដើរគោះទ្វារតំណាងរាស្ត្រដែលមានចលនាទៅគ្រប់ឆោតលហកបែបនេះយ៉ាងហោចណាស់ក៏ជាអ្វីដែលគួរតែបន្តធ្វើដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរតាមលទ្ធភាពដែលអាចធ្វើទៅបានបងប្អូនដូច្នេះបងប្អូនគ្រប់គ្នាគឺយើងគ្មានអីដែលអាចជួយពួកគាត់បានដែរខ្ញុំគ្រាន់តែត្រឹមតែជាអ្នកផ្សព្វផ្សាយអីតំណែងតែប៉ុណ្្នឹងទេខ្ញុំគ្មានចំណែកនៅក្នុងពួកគាត់មែនក៏ប៉ុន្តែយូរម្ដងគឺឲ្យតែមានឱកាសខ្ញុំអាចស្ម័គ្រចិត្តជួយបណ្ដុះបណ្ដាលយុវជននៅក្នុងក្រុមរបស់ពួកគាត់មិនថាយុវជនណាក៏ដោយក៏ខ្ញុំចេះតែឆ្លៀតទៅដើម្បីជួយពួកគាត់ដើម្បីជាទំពាំងស្នងឫស្សីអីហ្នឹងទាន់ពេលយើងមានយើងចេះតែជួយគ្នាតាមលទ្ធភាពទៅបងប្អូនហើយដូចគ្នាអញ្ចឹងលើកទឹកចិត្តពួកគាត់ដែលចូលរួមនៅក្នុងកម្មវិធីពួកគាត់នៅថ្ងៃស្អែកទី30គឺថ្ងៃអាទិត្យទីក្រុងឡុងបិចនៅអគារ51 55 East Pacific Coast Highway ពីម៉ោង12កន្លះដល់ម៉ោង4ហើយពេលរសៀលទៅចាប់ពីពេលហ្នឹងគឺមានអាហារទទួលទានជុំគ្នាមានពិធីរាំកំសាន្តមហាគ្រួសារខ្មែរដើម្បីអបអរសាទរលទ្ធផលនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យនោះបាទខ្ញុំជម្រាបជូនបងប្អូនតែប៉ុណ្្នឹងទេហើយសូមបងប្អូនអញ្ជើញតាមការគួរទៅសួរថ្នាក់ដឹកនាំរបស់ខាងចលនាខ្មែរដើម្បីប្រជាធិបតេយ្យជាពិសេសអ្នកស្រីឬក៏អ្នកមីងមូសុកហួរហ្នឹងថាតើគាត់បានធ្វើអីហើយគាត់នឹងបន្តធ្វើអីទៀតហើយបានលទ្ធផលអីខ្លះហើយបាទមានតែប៉ុណ្្នឹងទេបងប្អូនសូមគោរពអញ្ជើញតាមការគួរហើយខ្ញុំក៏ចូលរួមក្នុងពិធីនោះក្នុងនាមជាអ្នកដែលទៅយកព័ត៌មានឬក៏ទៅតាមសង្កេតសកម្មភាពរបស់ពួកគាត់បងដែរបាទសូមអរគុណហើយសូមជម្រាបលាបាទបងប្អូនទៅទីនោះជួបគ្នានៅថ្ងៃស្អែកបាទសូមជម្រាបលាតាមប៉ុណ្ណា